ក្រសួងព័ត៌មានត្រៀមរៀបចំមហោស្រពតន្ត្រីនិងចម្រៀងកុមារឆ្នាំ2025ដើម្បីអបអរទិវាកុមារអន្តរជាតិ1មិថុនានាពេលខាងមុខលោកណេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានរសៀលថ្ងៃទី17ខែមីនាឆ្នាំ2025នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហោស្រពតន្ត្រីនិងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ2025ដើម្បីត្រៀមចូលរួមអបអរសាទរការប្រារព្ធទិវាកុមារអន្តរជាតិ1មិថុនាទិវាពិភពលោកប្រឆាំងពលកម្មកុមារ12មិថុនានិងទិវាកុមារកម្ពុជាឆ្នាំ2025នាពេលខាងមុខនេះកិច្ចប្រជុំពិនិត្យមើលការងាររួមរបស់គណៈកម្មការរៀបចំមហោស្រពតន្ត្រីនិងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ2025ដែលបានធ្វើឡើងនៅទីស្តីការក្រសួងលោករដ្ឋមន្ត្រីណេតភត្រាបានថ្លែងថាកម្មវិធីមហោស្រពតន្ត្រីនិងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ2025នឹងត្រូវចាប់ផ្ដើមប្រឡងក្នុងពេលឆាប់ៗនេះបទចម្រៀងថ្មីបង្កប់ដោយអត្ថន័យខ្លឹមសារអប់រំជាច្រើនតាមរយៈបទចម្រៀងការចូលរួមតាក់តែងនិពន្ធរបស់បងប្អូនកុមារាកុមារីលោកគ្រូអ្នកគ្រូមាតាបិតាសិស្សនឹងត្រូវផុសចេញពីសំឡេងបងប្អូនកុមារនៅលើឆាកកម្មវិធីមហោស្រពតន្ត្រីនិងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានប្រចាំឆ្នាំ2025នេះតាមរយៈសេចក្តីជូនដំណឹងស្តីពីមហោស្រពតន្ត្រីនិងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ2025បានជំរុញលើកទឹកចិត្តដល់មាតាបិតាអាណាព្យាបាលលោកគ្រូអ្នកគ្រូសាលារដ្ឋឯកជនសហគមន៍និងអង្គការនានាពិសេសកុមារាកុមារីរូបណាដែលមានជំនឿចិត្តលើទេពកោសល្យភាពប៉ិនប្រសប់លើកាយវិការនិងទឹកដមសម្លេងរបស់ខ្លួនសូមអញ្ជើញទំនាក់ទំនងមកដាក់ពាក្យប្រឡងនៅក្រសួងព័ត៌មានលក្ខខណ្ឌនៃការចូលរួមប្រឡងសិស្សានុសិស្សដែលមានអាយុចាប់ពី8ឆ្នាំដល់13ឆ្នាំមួយក្រុមចំនួន5នាក់កំពុងសិក្សានៅសាលាបឋមសិក្សាតាមបណ្ដាសាលារៀនរដ្ឋសាលារៀនឯកជនអង្គការនិងសហគមន៍នានាក្នុងរាជធានីខេត្តក្រុងបទចម្រៀងដែលត្រូវចូលរួមប្រឡងតម្រូវឲ្យធ្វើការតាក់តែងនិពន្ធនៅទំនុកច្រៀងនិងបទភ្លេងថ្មីចំនួន2បទដោយអត្ថន័យក្នុងបទចម្រៀងត្រូវផ្ដោតលើការអប់រំជាចម្បងរួមមានដូចជាការអប់រំផ្នែកសុភាវធម៌គុណធម៌សិលធម៌សុជីវធម៌ការគោរពឪពុកម្ដាយចាស់ព្រឹទ្ធាចារ្យស្រឡាញ់ការសិក្សាស្រឡាញ់បរិស្ថានការគោរពច្បាប់ចរាចរណ៍និងជៀសឆ្ងាយពីគ្រឿងញៀនជាដើមជាពិសេសបទចម្រៀងត្រូវតាក់តែងឲ្យស្របតាមវ័យរបស់កុមារដូច្នេះសូមមេត្តាបិតាអាណាព្យាបាលលោកគ្រូអ្នកគ្រូសាលារដ្ឋឯកជនសហគមន៍និងអង្គការទាំងអស់ជួយជំរុញឲ្យបងប្អូនកុមារាកុមារីមានភាពក្លាហានក្នុងការទទួលយកនូវការអប់រំតាមរយៈសិល្បៈចម្រៀងដើម្បីបណ្ដុះផ្នត់គំនិតកុមារឲ្យមានសេចក្តីក្លាហានទទួលយកនូវសិទ្ធិទាំង4គឺសិទ្ធិរស់រានសិទ្ធិអភិវឌ្ឍសិទ្ធិទទួលបានការការពារនិងសិទ្ធិនៅក្នុងការចូលរួមជាពិសេសដើម្បីចូលរួមអបអរសាទរខួបលើកទី76ទិវាកុមារអន្តរជាតិ1មិថុនាខួបលើកទី24នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ12មិថុនានិងទិវាកុមារកម្ពុជាឆ្នាំ2025នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរលោករដ្ឋមន្ត្រីណេតភត្រាបានថ្លែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំទាំងអស់លោកស្រីជាសមាជិកសមាជិកានៃគណៈកម្មការរៀបចំមហោស្រពតន្ត្រីនិងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានដែលបានខិតខំប្រឹងប្រែងនៅក្នុងការរៀបចំនៅមហោស្រពតន្ត្រីនិងចម្រៀងកុមារកាលពីឆ្នាំ2024ប្រកបដោយជោគជ័យ